លោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតបានអះអាងថារដ្ឋាភិបាលគ្មានផែនការក្នុងការលក់ទីតាំងព្រលានយន្តហោះពោធិ៍យន្តឲ្យក្រុមហ៊ុនឯកជនដើម្បីអភិវឌ្ឍនោះទេបន្ទាប់ពីការផ្ទេរប្រតិបត្តិការទៅកាន់ព្រលានយន្តហោះថ្មីនៅដើមខែកក្កដាខាងមុខក្នុងពិធីរំលឹកខួប80ឆ្នាំនៃថ្ងៃបង្កើតនគរបាលជាតិនៅព្រឹកថ្ងៃទី16ខែឧសភានេះលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតបានថ្លែងថារដ្ឋាភិបាលតាំងពីដើមមកមិនដែលមានផែនការលក់ព្រលានយន្តហោះពោធិ៍យន្តឲ្យឯកជនអភិវឌ្ឍនោះទេលោកបន្ថែមថាព្រលានយន្តហោះចាស់នេះនឹងបន្តបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋហើយនៅតែជាកម្មសិទ្ធិរបស់រដ្ឋដដែលនៅពេលអនាគតលោកបន្តថារដ្ឋាភិបាលក៏គ្រោងរក្សាទុកព្រលានចាស់នេះសម្រាប់ការចុះចតក្នុងគ្រាអាសន្នតែបើសិនជាមិនអាចរក្សាទុកជាព្រលានបន្តទៀតបានគឺទុកជាទីតាំងប្រវត្តិសាស្ត្រឬកែលម្អឲ្យក្លាយជាប្រយោជន៍សាធារណៈឬត្រូវប្រើប្រាស់ប្រកបដោយចីរភាពហើយទ្រព្យសម្បត្តិទាំងនេះនៅតែជារបស់រដ្ឋម៉ោងនេះស្មើនេះគឺគ្មានគោលការណ៍ហើយពីមុនមកគឺគ្មានគោលការណ៍កន្លែងណាដែលថាសម្រាប់លក់ពលាយន្តហោះនេះឲ្យទៅឯកជននោះទេសំណួរសួរថាមានអត់ឆ្លើយខ្លីថាអត់មានមិនដែលមានទេហើយក៏គ្មានគម្រោងក្នុងការលក់ពលាយន្តហោះនេះដែរសូមបញ្ជាក់ឲ្យច្បាស់ខ្លីប៉ុណ្ណឹងលោកហ៊ុនម៉ាណែតបានអះអាងទៀតថាការលើកឡើងរបស់លោកនៅពេលនេះដើម្បីឆ្លើយតបចំពោះការជជែកដេញដោលអំពីការលក់ព្រលានយន្តហោះអន្តរជាតិភ្នំពេញពោធិ៍ចិនតុងនេះទៅឲ្យក្រុមហ៊ុនឯកជនបើតាមលោកហ៊ុនម៉ាណែតការផ្ទេរប្រតិបត្តិការពីព្រលានយន្តហោះពោធិ៍ចិនតុងទៅកាន់ព្រលានយន្តហោះអន្តរជាតិដេជោក្រុងធ្វើឡើងនៅថ្ងៃទី10ខែកក្កដាវេលាម៉ោង12យប់សិទ្ធិប្រជាពលរដ្ឋខ្ញុំគោរពសិទ្ធិប្រជាពលរដ្ឋនៅក្នុងការព្រួយបារម្ភអំពីការចាត់ចែងអ្វីទៅដែលជាទ្រព្យសម្បត្តិប្រវត្តិសាស្ត្ររបស់យើងហើយខ្ញុំក៏មានកាតព្វកិច្ចបញ្ជាក់ជាបឋមជូនប្រជាពលរដ្ឋយើងដែលជាម្ចាស់ប្រទេសជាពិសេសអ្នករាជធានីភ្នំពេញសូមបញ្ជាក់ថាគ្មានការលក់ដូរឬគ្មានការឯកភាពឬគម្រោងនៅក្នុងការលក់ដូរដែលធ្លាប់រាជរដ្ឋាភិបាលបានសម្រេចហើយនៅពីមុនមកឬទៅសម្រេចឥឡូវនេះឬមួយទៅในអនាគតនោះទេគឺគ្មានប្រែក្លាយកន្លែងនេះទៅជាទ្រព្យសម្បត្តិឯកជនណាទេគឺទោងជាទ្រព្យរបស់រដ្ឋការប្រើប្រាស់ដោយចីរភាពជាផលប្រយោជន៍សាធារណៈគឺជាទិសដៅសំខាន់ដែលយើងនឹងអភិវឌ្ឍកន្លែងនេះឬបំរុងទុកទៅជាកន្លែងសម្រាប់ចុះពលានយន្តហោះក្នុងកម្រិតតាមួយប៉ុន្តែសូមបញ្ជាក់ឲ្យច្បាស់គឺវានឹងនៅតែជាទ្រព្យរបស់រដ្ឋដដែល